សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកមើលជាមួយនឹងសាច់រឿង One Piece យើងបន្តទៀតហើយដោយចាប់ផ្ដើមរឿងមកយើងក៏ឃើញជាមួយនឹងទូកសានីពេលនោះទូកសានីកំពុងតែនៅកណ្ដាលសមុទ្រហើយពេលនោះណាមីក៏បានចង្អុលទៅតំបន់ Grand Line គឺជាទីតាំងមួយដែលគេយកស្ដេចចោលសមុទ្រ Goldie Roger យកទៅប្រហារជីវិតហើយពួកគេក៏បានពិភាក្សាគ្នាអំពីការធ្វើដំណើរទៅតំបន់ Grand Line គឺក្នុងគោលបំណងដើម្បីទៅមើលជាមួយនឹងទីតាំងបន្ទាល់គឺជាកន្លែងដែលប្រហារជីវិតស្ដេចចោលសមុទ្រ Goldie Roger នឹងឯងហើយពេលដដែលនៅពេលដែលពួកគេទៅដល់កន្លែងតំបន់ Grand Line ពួកគេក៏បានចុះចតទៅកន្លែងនោះតែម្ដងរឿងក៏បានកាត់មកមើលជាមួយនឹងប្រវត្តិរបស់ Goldie Roger ក៏បានត្រូវបានក៏ម្នាក់នឹងគឺធ្វើការសម្លាប់គាត់ចោលបាត់ទៅនៅពេលដដែលគឺគ្នារបស់ Luffy ក៏បានចុះមកដល់តំបន់ Grand Line នឹងហើយLuffy ក៏បានរត់លេងនៅលើទឹកដីនេះផងដែរគឺគាត់មានបំណងរត់ទៅកន្លែងដែលគេប្រហារជីវិតរបស់ស្ដេចចោលសមុទ្រឈ្មោះថា Goldie Roger នៅតាមផ្លូវ Luffy ក៏បានជួបជាមួយនឹងបុរសម្នាក់ដែលហើយ Luffy ក៏បានសួរគាត់ថាតើផ្លូវណាទៅកន្លែងដែលគេប្រហារជីវិតស្ដេចចោលសមុទ្រ Goldie Roger ហើយគាត់ក៏បានប្រាប់ជាមួយនឹង Luffy ថាឯងចាប់ទៅតាមខ្សែបរិយរបស់យើងទៅហើយនៅពេលនោះដែរគឺ Luffy ដូចជាអត់បានគិតច្រើននោះទេគាត់ក៏បានរត់ទៅហើយយើងកាត់មកមើលជាមួយនឹងខាង Nami ហើយនិង Zoro វិញនៅពេលនោះដែរគឺ Zoro ក៏បានមកកន្លែងហាងដាវក្នុងការទិញដាវថ្មីមួយទៀតក៏ដោយសារតែនៅពេលនេះគឺគាត់គ្មានលុយនោះទេហើយគាត់ក៏បានខ្ចី Nami ប៉ុន្តែ Nami គឺពិតជាឲ្យខ្ចីមែនប៉ុន្តែគាត់ត្រូវតែបង់លុយឲ្យនាងចំនួន 300% គឺជាការប្រាក់ហើយនៅទីនោះផងដែរZoro ក៏បានឃើញជាមួយនឹងនារីម្នាក់ដែលនាងកំពុងត្រូវបានជាមួយនឹងបុរសពីរនាក់ធ្វើការវាយប្រហារនាងនៅពេលដែរគឺZoroរត់នឹងជ្រាបនឹងចូលទៅហើយប៉ុន្តែនាងគឺពិតជាខ្លាំងមែនតើនាងតែម្នាក់ឯងក៏អាចចាត់ការជាមួយនឹងពួកគេទាំងពីរនេះផងដែរហើយនាងក៏បានដួលបាត់ទៅនៅពេលដែលZoroមើលទៅនាងពិតជាដួលជាមួយនឹងមិត្តភក្តិZoroកាលពីក្មេងខ្លាំងណាស់ហើយក៏បានធ្វើឲ្យZoroនឹងច្រឡំចង្វាច់ពេលការនាងបែកកតិចបាត់ទៅដោយសារតែមើលទៅវាពិតជាដូចមែនតើដែលមិត្តភក្តិរបស់Zoroកាលនៅក្មេងនោះនាងមានឈ្មោះថា Kurina ប៉ុន្តែZoroក៏បានសួរទៅកាន់នាងថាតើនាងឈ្មោះអ្វីដែរហើយនាងក៏បានឆ្លើយទៅកាន់ Zoro ថានាងមានឈ្មោះថា Tatsuki ហើយនាងក៏បានខឹងជាមួយនឹងZoroផងដែរដែលបានបំផ្លាញជាមួយនឹងវ៉ែនតារបស់នាងហើយក៏បានប្រាប់កាន់ZoroថាបើសិនជាZoroនឹងចង់រួចខ្លួន Zoro ត្រូវតែធ្វើការនៅកន្លែង Marine ដើម្បីបណ្ដោះអំណល់ពេលនោះគឺយើងកាន់មកខាង Usopp ផងដែរដែលពេលនេះ Usopp កំពុងតែចូលទៅក្នុងហាងមួយដើម្បីធ្វើការនិយាយជាមួយនឹងអ្នកលក់ក្នុងគោលបំណងមិនដឹងតែគាត់ចង់ធ្វើអីនោះទេប៉ុន្តែយើងមើលមកកាន់អ្នកលក់នេះគឺពិតជាលេងសើចជាមួយនឹងZoroបានគឺមិនZoroទេគឺ Usopp ហើយគាត់ក៏បានណែនាំជាមួយនឹងកំភ្លើងមួយផងដែរដើម្បីបង្ហាញទៅកាន់ Usopp ហើយកាត់មកខាងNamiវិញពេលនេះNamiក៏បានលោជាមួយនឹងសម្លៀកពាក់របស់ម្ចាស់ហាងគឺមួយហាងប៉ុន្តែនាងអត់មានទិញអីមកសម្លៀកបំពាក់នោះទេគឺធ្វើឲ្យម្ចាស់ហាងគឺពិតជាមួម៉ៅមែនតើហើយកាត់មកខាង Luffy វិញពេលនេះ Luffy កំពុងតែដើរវែងផ្លូវថាមិនដឹងតែផ្លូវណាទៅផ្លូវណានោះទេហើយគាត់ដើរចុះដើរឡើងក៏បានមកដល់កន្លែងហាងមួយហើយ Luffy ក៏បានដើរចូលទៅក្នុងនិងបាននិយាយជាមួយនឹងម្ចាស់ហាងបន្តិចបន្តួចអំពីរឿងដែរក្បាលចោលសមុទ្រមួយដែលកំពុងតែនៅលើតុហើយមានស្នាមចាក់ទម្លុះទម្លាក្បាលនឹងឯង Luffy ក៏បានសួរទៅកាន់គាត់ថាតើគាត់នឹងជានរណាគេហេតុអ្វីបានជាយកក្បាលចោលសមុទ្រនេះមកទុកនៅទីនេះហើយអ៊ំប្រុសនោះក៏បានប្រតិកម្ម Luffy ថាគាត់មានឈ្មោះថា Richie មិនមែន Ruchi ទេគឺមានឈ្មោះថា Crocor ហើយ Luffy ក៏បានសួរទៅកាន់ម្ចាស់ហាងនេះថាហេតុអ្វីបានជានៅក្នុងហាងនេះមិនមានភ្ញៀវទាល់តែសោះគាត់ក៏បានប្រាប់ទៅកាន់ Luffy ថាក៏ដោយសារតែមានបុរសម្នាក់គឺគាត់ដែលមានឈ្មោះថា Mr. Crocodile ដែលវាបានមកចាប់ជាមួយនឹងចោលសមុទ្រទាំងអស់នៅទីនេះទៅធ្វើឲ្យចោលសមុទ្រទាំងអស់មិនមាននរណាមកកន្លែងនេះដើម្បីធ្វើការផឹកស៊ីហើយគាត់ក៏មិនអាចរកលុយដើម្បីចិញ្ចឹមខ្លួនឯងបាននៅពេលនោះដែរ Luffy ក៏បានដើរចេញទៅហើយកាប្រិត Smoker ក៏មកដល់ទីនោះដែរហើយយើងមើលទៅកាន់អ៊ំប្រុសនិងកាប្រិត Smoker នោះអ៊ំប្រុសគឺមិនចូលចិត្តជាមួយនឹងកាប្រិត Smoker នោះទេក៏ដោយសារតែអាប៉ែកនឹងហើយគឺជាអ្នកដេញជាមួយនឹងភ្ញៀវរបស់គាត់ចំណែកកាប្រិត Smoker វិញគឺគាត់មិនបានថាអ្វីនោះទេធ្វើម៉េចនេះគឺជាតួនាទីរបស់គាត់ដែលជា Marine ក្នុងការកម្ចាត់ជាមួយនឹងក្រុមចោរសមុទ្រនៅកន្លែងនេះផងដែរទោះបីជាកាប្រិត Smoker ស្អប់ជាមួយនឹងចោរសមុទ្រមែនប៉ុន្តែគឺគាត់មានការគោរពទៅកាន់ស្ដេចចោរសមុទ្រម្នាក់ដែលមានឈ្មោះថា Goldie Roger ក៏ដោយសារនៅពេលនោះគឺគាត់បានទឹកឃើញជាមួយនឹងការបង្ហាញជីវិតរបស់ Goldie Roger ដោយផ្ទាល់ហើយគាត់មើលទៅកាន់ទឹកមុខរបស់ Goldie Roger គឺនៅមានស្នាមញញឹមគឺនៅពេលដែលចោរសមុទ្រផ្សេងៗត្រូវបានMarineចាប់នេះអ្នកខ្លះគឺមានការភ័យខ្លាចបាត់ទៅហើយប៉ុន្តែចំណែកឯ Goldie Roger វិញគឺមានការខុសប្លែកពីគេគឺគាត់នៅតែញញឹមចេញហើយក៏បានប្រាប់ទៅកាន់កំណប់ One Piece ទាំងអស់នៅលើរបស់គាត់ដែលប្រាប់ទៅកាន់ប្រជាជននៅ
ព្រឹត្តិការណ៍នោះដែរគឺមិនបានកាត់បន្ថយជាមួយនឹងចៅសមុទ្រនោះទេ គឺមានការកកើតជាមួយនឹងចៅសមុទ្រជាច្រើន គឺពួកគេនឹងចេញដំណើរទៅរកជាមួយនឹងកំណប់វត្តភីសនឹងឯង នៅពេលដែលគាត់និយាយចប់ត្រឹមនេះក៏មានជាមួយនឹងកូនចៅម៉ារីតម្នាក់គាត់ក៏បានយកกระดาษរបស់លូវីដែលគាត់គឺជាចៅសមុទ្រហើយគេប្រកាសចាប់ខ្លួនរបស់គាត់ដែលគាត់មានតម្លៃរហូតដល់30លានបេរីអីណោះហើយកាប្តេនស្មុកឃើក៏បានគិតថាគឺគាត់ទើបតែបានជួបជាមួយនឹងលូវីអំបញ្ញមិញនោះទេហើយគាត់ដឹងថាគាត់នឹងត្រូវទៅចាប់ជាមួយនឹងលូវីនៅកន្លែងណាហើយយើងកាន់មកខាងលូវីវិញពេលនេះលូវីក៏បានមកដល់កន្លែងដែលគេប្រហែលជីវិតរបស់សាច់ចៅសមុទ្រ Goldie Roger នៅពេលនោះដែរគឺលូវីក៏បានឡើងទៅតោងជាមួយនឹងកន្លែងប្រហារជីវិតនោះផងដែរហើយកាប្តេនស្មុកឃើក៏បានមកដល់កន្លែងនោះដែរហើយក៏បានបង្កើតទៅកាន់លូវីថាយើងមកទីនេះដើម្បីចាប់ខ្លួនឯងនឹងហើយដូច្នេះហើយឯងឆាប់ចុះមកឲ្យយើងចាប់តាមសម្រួលលូវីក៏បានតបទៅកាន់គាត់វិញថាបើចង់ចាប់ឆាប់ហក់មកកុំអាងអីនិយាយពេលថាចាប់យើងទៅតែប្រយុទ្ធគ្នាដើម្បីឲ្យដឹងចាញ់ឈ្នះនៅពេលដែរគឺលូវីក៏បានហត់ទៅវាយជាមួយនឹងកាប្តេនស្មុកឃើប៉ុន្តែគឺមិនអាចវាយឈ្មោះនឹងកាប្តេនស្មុកឃើឈ្នះនោះទេក៏ដោយសារតែលូវីនឹងគឺវាយកាប្តេនស្មុកឃើអត់ត្រូវនឹងហើយគឺគាត់អត់ដឹងថាហេតុអីបានជាគាត់វាយជាមួយនឹងកាប្តេនស្មុកឃើត្រូវនោះទេហើយគាត់ក៏បានរត់បាត់ទៅចំណែកឯនៅខាងសូរ៉ូវិញនៅពេលដែលសូរ៉ូកំពុងតែមានរឿងជាមួយនឹងនាងហើយនៅពេលដែលថាទៅគេក៏បានឲ្យសូរ៉ូនឹងទៅធ្វើការដើម្បីដោះជាមួយនឹងវ៉ែនតារបស់នាងរយៈពេល 2-3 ថ្ងៃហើយសូរ៉ូក៏អត់បានប្រកែកជាមួយនឹងនាងនោះដែរនៅពេលដែលសូរ៉ូនឹងនិយាយគ្នាបែបនេះគឺនាងមានអារម្មណ៍ថារៀងសប្បាយចិត្តបន្តិចហើយសូរ៉ូនឹងក៏បានធ្វើការនៅទៅនោះគឺធម្មតាអត់មានអីត្រូវគិតច្រើននោះទេហើយគាត់ក៏បានធ្វើការបោះជូតដើរចែងចាងដែរហ្មងនៅពេលដែលគាត់កំពុងបោះជូតនោះគាត់ក៏បានឃើញជាមួយនឹងថាសុគីកំពុងបង្រៀនទៅកាន់កុំរៀនជាច្រើនក្នុងការប្រយុទ្ធក្នុងការរៀនកាន់ដាវដែលគាត់មើលទៅកាន់នាងយូរទៅនាងពិតជាដូចគូរីណានណាស់ហើយនៅពេលនោះដែរក៏មានជាមួយនឹងកុំរៀន2នាក់បានដើរមកខាងក្រោយសូរ៉ូហើយសូរ៉ូក៏បានវាយពួកគេដើម្បីរំដោះខ្លួនចេញពីទីនោះហើយសូរ៉ូក៏បានរត់ចេញទៅហើយគាត់ក៏បានទៅជួបជាមួយនឹងម្ចាស់ហាងក្នុងការទិញដាវពីដើមទៀតយើងមើលទៅកាន់ម្ចាស់ហាងគឺគាត់ពិតជាមកលុយខ្លាំងណាស់ហើយគាត់ក៏បានសួរទៅកាន់សូរ៉ូថាតើគាត់មានលុយដែរឬទេប៉ុន្តែសូរ៉ូគឺគាត់អត់មានលុយនោះទេនៅពេលនោះដែរគឺសូរ៉ូក៏បានឲ្យដាវរបស់គាត់ទៅកាន់ម្ចាស់ហាងនោះមើលថាវាមានតម្លៃប៉ុន្មានម្ចាស់ហាងក៏បានរៀបរាប់ទៅតាមតម្លៃរបស់វាថាវាមានតម្លៃត្រឹមតែ5000 berry កាក់ប៉ុណ្ណោះតែនៅពេលនោះដែរគឺថាសូណាក៏បានមកដល់ទីនោះហើយក៏បានប្រាប់ទៅកាន់សូរ៉ូថាដាវហ្នឹងគឺមានឈ្មោះថាខ្ញុំមិនដឹងនោះទេតែវាគឺមានតម្លៃរហូតដល់10លាន berry គឺមិនមែន5000នោះទេតែថាសនាក៏បានស្គាល់ឈ្មោះវាផងដែរហើយនៅពេលដែរមានអ្នកតាមតាន់ការខ្លួនឯងនឹងធ្វើនិយាយការបោកកុហកបែបនេះគឺគាត់ក៏បានឲ្យជាមួយនឹងដាវរបស់គាត់គឺលក់ត្រឹមតែ5 berry តែប៉ុណ្ណោះបើសិនជាសូរ៉ូចង់បានវិញណាគឺគាត់ឲ្យតែម្ដងហើយសូរ៉ូក៏បានទៅរើដាវរបស់គាត់ហើយសូរ៉ូក៏បានប្រាប់ទៅកាន់ពួកគេថាគឺគាត់ត្រូវការដាវ3ដើម្បីប្រយុទ្ធហើយនៅពេលដែរគឺថាសូណាបានសួរទៅកាន់សូរ៉ូថាតែគាត់នឹងចង់បានដាវ3ដោយសារតែគាត់នឹងចង់ធ្វើដូចសូរ៉ូមែនដែរឬទេនៅពេលដែលលើកបែបនេះគឺសូរ៉ូក៏មិនបានតបអ្វីទៅកាន់នាងនោះទេគឺគាត់បានត្រឹមតែញញឹមនិងគិតតាមនាងតែម្នាក់គត់ថាតើនាងតែមិនដឹងថាគាត់នឹងជាសូរ៉ូមែនដែរឬទេហើយគាត់ក៏មិនបានប្រាប់នាងផងដែរនៅពេលដែរគឺសូរ៉ូក៏បានចាប់អារម្មណ៍ជាមួយនឹងដាវមួយម្ចាស់ហាងក៏បានប្រាប់ទៅកាន់សូរ៉ូថាគឺដាវហ្នឹងគឺជាដាវដែលមានបណ្ដាសាក៏ដោយសារតែដាវហ្នឹងគឺមានជាមួយនឹងអ្នកសម្រេចជាច្រើនអ្នកដែលបានកាន់វាហើយដែលធ្វើឲ្យពួកគេហ្នឹងគឺជួបគ្រោះថ្នាក់បើមិនស្លាប់ក៏ត្រូវបានគេចាប់ខ្លួនឬក៏ត្រូវគេបានគេប្រហារជីវិតផងដែរប៉ុន្តែសូរ៉ូដូចជាអត់មានភ័យខ្លាចនោះទេគឺសូរ៉ូបានកាន់ជាមួយនឹងដាវហ្នឹងហើយម្ចាស់ហាងក៏បានប្រាប់ទៅកាន់សូរ៉ូថាបើសិនជាសូរ៉ូកាន់ដាវហ្នឹងវានឹងធ្វើឲ្យសូរ៉ូហ្នឹងគឺសោយនៅពេលនោះដែរគឺសូរ៉ូគឺអត់មានគិតច្រើននោះទេគាត់ក៏បានយកដាវហ្នឹងនិងធ្វើការបោះទៅលើគឺចង់ដឹងថាវាសោយឬក៏ហែងនៅពេលដែលគាត់កាន់នៅពេលនោះដែរគឺដាវហ្នឹងក៏អត់បានកាត់ដៃសូរ៉ូនោះទេគឺបានបញ្ជាក់ថាគឺសូរ៉ូគាត់ហែងហើយម្ចាស់ហាងនៅពេលដែលឃើញអ្នកគុនដាវមានភាពក្លាហានបែបនេះគាត់ក៏បានយកដាវដ៏ល្អរបស់គាត់មួយទៀតយកមកឲ្យសូរ៉ូប្រើផងដែរហើយបុរសជាម្ចាស់ហាងនោះក៏បាននិយាយទៅកាន់សូរ៉ូថាគឺគាត់ឲ្យនេះទៅកាន់សូរ៉ូដោយ free គឺមិនគិតលុយនោះទេនៅពេលដែលសូរ៉ូគឺមានដាវ3ហើយគាត់ក៏បានមកជួបជាមួយនឹងអាប៉ែលូហ្វីដែលលូហ្វីកំពុងតែដើរលេងទើបតែមកពីកន្លែងមួយគឺជាកន្លែងដែលគេបង្ហាញជីវិត Goldie Roger ហើយនៅកន្លែងនោះដែរយើងក៏បានឃើញជាមួយនឹងបុរសម្នាក់ដែលគាត់មានឈ្មោះថា Daddy the Father ហើយគាត់គឺជាអ្នកប្រមាញ់ចោលសមុទ្រដ៏ខ្លាំងម្នាក់ផងដែរនៅពេលនោះដែរគាត់ក៏បានឃើញជាមួយនឹងលូហ្វីព្រមទាំងសូរ៉ូ
ផងដែរហើយយើងកាន់មកខាងឧសភវិញនៅពេលដែលគឺឧសភក៏បានចាប់អារម្មណ៍ជាមួយនឹងវ៉ែនតាមួយដែលវ៉ែនតាហ្នឹងគឺអាចបិទបើកកញ្ចក់គឺមើលទៅពិតជាលយខ្លាំងមែនតើប៉ុន្តែគឺនៅទីនោះក៏មានជាមួយនឹងក្មេងស្រីម្នាក់ផងដែរដែលនាងមកដណ្ដើមវ៉ែនតារបស់ឧសភនោះគឺគាត់អត់ចង់ឲ្យនាងគឺយកវ៉ែនតាទេក៏បានរត់ទៅតាមនាងដើម្បីយកវ៉ែនតារបស់គាត់មកវិញហើយគាត់ក៏បានសើចទៅកាន់នាងថាវ៉ែនតានេះគឺគាត់ឃើញមុនដូច្នេះហើយនាងគឺមិនអាចយកបាននោះទេហេតុអ្វីបានជាក្មេងឯងមកធ្វើចរិតអាក្រក់បែបនេះហើយនាងក៏បានគំរាមទៅកាន់ឧសភថាគឺនាងស្គាល់ជាមួយនឹងម៉ារីតនៅទីនេះបើមិនដូច្នេះទេអញ្ចឹងឆាប់ចេញទៅហើយឧសភក៏បានគំរាមទៅកាន់ក្មេងនោះវិញថាគាត់គឺជាស្ដេចចៅសមុទ្រមេរបស់គាត់គឺជាលូហ្វីហើយគាត់គឺពិតជាកាចខ្លាំងណាស់នៅពេលដែលលូស៊ប់អ៊ុតអញ្ចឹងគឺគាត់ពិតជាច្រឡំហើយដោយសារតែនៅទីនោះក៏មាន Daddy the Father ផងដែរដូចយើងដឹងហើយថាគាត់គឺជាអ្នកប្រមាញ់ចោលសមុទ្រនៅពេលដែលឮថាឧសភបានអួតនិយាយអំពីក្រុមរបស់គាត់បែបនេះហើយគាត់ក៏បានដកជាមួយនឹងกระดาษចាប់ខ្លួនមកមើលហើយនៅទីនោះក៏ឃើញជាមួយនឹងរូបគាត់ផងដែរហើយពេលនោះគឺគាត់ពិតជាសោយខ្លាំងមែនតែនដែលបានជួបជាមួយនឹង Daddy the Father ឧសភក៏បានបន្លាចទៅកាន់ Daddy the Father ថាគឺមេរបស់គាត់គឺមានឈ្មោះថា Luffy ដែលគាត់ក៏ពិតជាកាចខ្លាំងណាស់បើមិនទីគាត់ដឹងថា Daddy the Father ហ៊ានធ្វើអ្វីគាត់នោះគាត់ច្បាស់ជាសម្លាប់គាត់រត់ចោលឲ្យស្លាប់ចោលកូនហើយប៉ុន្តែ Daddy the Father អត់ខ្វល់នោះទេគាត់ក៏បានបបួលជាមួយនឹងឧសភនឹងធ្វើការប្រយុទ្ធបាញ់កំភ្លើងមួយគាត់ជាមួយស្មៅក៏ដោយសារតែគឺគាត់ចង់សាកជាមួយនឹងសមត្ថភាពរបស់ឧសភថាតើឧសភនឹងពិតជាខ្លាំងដែរឬទេហើយនៅពេលដែរគឺ Daddy Father ក៏បានបង្ហាញជាមួយនឹងកំភ្លើងជាច្រើននៅក្នុងខ្លួនរបស់គាត់ដែលកំភ្លើងទាំងអស់នោះគឺជាកំភ្លើងដែលតំណាងឲ្យនៅពេលគាត់សម្លាប់ជាមួយនឹងចៅសមុទ្របានម្នាក់គឺគាត់បានសម្លាប់ជាមួយនឹងចៅសមុទ្របានជាច្រើនហើយយើងកាន់មកខាងណាមីវិញណាមីក៏បានមកឃើញជាមួយនឹងឧសភដែលគាត់កំពុងតែវាយគ្នាឬក៏ហៅថាបាញ់គ្នាជាមួយនឹង Daddy the Father ផងដែរនៅទីនោះអ្នកពងក៏បាននិយាយទៅកាន់ឧសភថាមិនអាចភ័យនោះទេគឺពួកគេក៏បានជិះជាមួយនឹងភ្នៅជាច្រើនដើម្បីទុកចាំឧសភហើយប៉ុន្តែដោយសារតែឧសភនឹងកំសាកពេកគាត់ក៏បានបោកជាមួយនឹងក្របបាញ់និងធ្វើការរត់បាត់ទៅប៉ុន្តែគឺរត់អកាតនោះទេគឺ Daddy the Father ក៏បានបាញ់គាត់ដែលត្រូវកំភ្លើងគាត់ធ្វើឲ្យគាត់ជ្រុះទៅដីបាត់ទៅហើយប្រជាជនក៏បាននាំគ្នានិយាយថាឧសភនេះគឺពិតជាកំសាកខ្លាំងណាស់ហើយនៅពេលនោះដែរឧសភក៏បានសុំអង្វរ Daddy the Father ឲ្យទុកជីវិតឲ្យគាត់ផងក៏ដោយសារតែគាត់គឺអត់តន់ចង់ស្លាប់នោះទេប៉ុន្តែគឺគាត់គឺអត់យល់ព្រមនោះទេហើយណាមីក៏បានចូលទៅហាមគាត់ផងដែរនឹងបាននិយាយទៅកាន់ Daddy the Father ថាគាត់គឺជាកូនរបស់ Yasop ហើយនៅពេលដែលឮថាឧសភគឺជាកូនរបស់ Yasop Daddy the Father ក៏បាននិយាយទៅកាន់ឧសភថាគាត់គួរតែមានភាពក្លាហានដូចជាឪពុករបស់គាត់អញ្ចឹងក៏ដោយសារតែ Daddy the Father ហ្នឹងក៏ធ្លាប់បាញ់ចាញ់ជាមួយនឹង Yasop ដែលជាឪពុករបស់ឧសភផងដែរហើយពេលនោះដែរនៅពេលដែលគាត់ចាញ់នោះគឺ Yasop គួរបានសម្លាប់ជាមួយនឹង Daddy the Father នោះទេក៏ដោយសារតែគាត់ដឹងថា Daddy the Father នឹងក៏មានជាមួយនឹងកូនស្រីម្នាក់ហើយនៅពេលដដែលគឺ Daddy Father នោះគឺពិតជាដឹងគុណជាមួយនឹង Yasop មែនតែនហើយក៏បានគោរព Yasop ដូចគឺជាមនុស្សដូចជាល្អខ្លាំងណាស់ហើយគាត់ក៏បាននិយាយប្រដៅទៅកាន់ឧសភថាគាត់គួរតែមានភាពក្លាហានដូចជាឪពុករបស់គាត់អញ្ចឹងមិនគួរណាមានភាពក្លាហាននោះទេបាទសំទោសគឺមិនគួរណាមានភាពភ័យខ្លាចនោះទេហើយពេលនោះគឺឧសភក៏បានបបួលជាមួយនឹង Daddy the Father ធ្វើការប្រកួតគ្នាសាជាថ្មីដោយការប្រកួតនេះគឺ Daddy the Father តម្រូវឲ្យឧសភហ្នឹងធ្វើការបាញ់ជាមួយនឹងរូបត្រីមួយហើយដើម្បីឲ្យបាញ់កើតនោះគឺឧសភអាចប្រើអាវុធអីក៏បានដែរហើយបើសិនជាឧសភនឹងអាចបាញ់ជាមួយនឹងរូបត្រីនេះត្រូវនោះទេគាត់នឹងធ្វើការបាញ់ក្បាលសម្រាប់ឧសភចោលតែម្ដងប៉ុន្តែគឺជាសំណាងល្អណាស់ឧសភក៏បានបាញ់ជាមួយនឹងត្រីនោះគឺត្រូវបាត់ចំណែកឯសាន់ជីវិញនៅពេលដែលគឺសាន់ជីក៏បានដើរមកកន្លែងលក់ជាមួយនឹងត្រីដំរីមួយហើយគាត់ក៏ពិតជាពេញចិត្តជាមួយនឹងត្រីដំរីនោះប៉ុន្តែគឺអ្នកលក់គេអត់លក់ឲ្យនោះទេក៏ដោយសារតែត្រីដំរីនេះគឺគេទុកវាសម្រាប់យកទៅប្រកួតតែប៉ុណ្ណោះនៅពេលដែលលើបែបនេះគឺឧសភគឺមិនបានគិតច្រើននោះទេឧសភក៏បានធ្វើការចោះឈ្មោះដើម្បីប្រកួតក្នុងការយកពានរង្វាន់គឺជាត្រីដំរីនេះដើម្បីយកទៅឲ្យគ្នារបស់គាត់ធ្វើការញ៉ាំផងដែរក៏ដោយសារតែគាត់ក៏ជំនាញខាងធ្វើម្ហូបនេះផងដែរហើយត្រង់ហ្នឹងគឺយើងមិនបាត់និយាយច្រើននោះទេគឺយើងដឹងថាឧសភដឹងតែឈ្នះហើយអូមែនទេគឺសាន់ជីដឹងតែឈ្នះហើយក៏ដោយសារតែគាត់គឺជាចុងភៅដៃឯកនឹងឯងនៅក្នុងនោះដែរគឺណាមីក៏បានទៅជួយលើកចិត្តជាមួយនឹងសាន់ជីផងដែរហើយក៏បានសួរថាតើឯងមកពីណាឧសភខាងក្រោយនោះហើយឧសភក៏បានតបទៅកាន់សាន់ជីថាចុំអញហៅហែងណាមិញណាដូច្នេះហើយជាលទ្ធផលគឺ
សាន់ជីជាអ្នកឈ្នះក្នុងការប្រកួតមួយនេះហើយពួកគេក៏បានសែងជាមួយនឹងត្រីដំរីហ្នឹងយកទៅលើទូករបស់ពួកគេដើម្បីធ្វើការចម្អិននិងធ្វើការហូបនឹងឯងហើយនៅពេលនោះដែរយើងកាត់មកខាងជាមួយនឹងលូវីនិងសូរ៉ូវិញហើយលូវីក៏បានប៉ើងមួករបស់ខ្លួនទៅកន្លែងដែលគេបហាជីវិតរបស់ស្ដេចចៅសមុទ្រ Goldie Roger លូវីក៏បានតាមជាមួយនឹងមួករបស់គាត់ដើម្បីទៅយកមកវិញដែលកន្លែងនោះវាក៏បានប៉ើងជាមួយនឹងមូលលូវីហ្នឹងទៅកន្លែងដែល Goldie Roger មុននឹងស្លាប់គាត់ក៏បានឃើញទស្សនវិជ្ជានេះផងដែរហើយនៅពេលនោះដែរក៏មានជាមួយនឹងបរិសម្នាក់ក៏បានទៅកាន់លូវីថាឯងចាប់ចុះពីលើកន្លែងនោះមកប៉ុន្តែលូវីក៏បានតបទៅកាន់ថាបើមិនតែចង់ឲ្យគេចោះមែនគួរតែនិយាយឲ្យត្រឹមត្រូវបន្តិចទៅអាប៉ាក់ប៉ុន្តែវាគឺត្រូវបានជាមួយនឹងនារីម្នាក់ដែលគាត់ធ្វើការវាយវាពីក្រោយខ្នងធ្វើឲ្យវាសម្លាប់បាត់ទៅហើយក៏បាននិយាយទៅកាន់លូវីថាគឺលូវីហ្នឹងក៏បានធ្វើឲ្យនាងមានពោះបាទសំទោសគឺមិនមែនមានកូននោះទេគឺថាលូវីហ្នឹងក៏បានវាយនាងមួយជើងត្រូវកណ្ដាលពោះដែលនាងពីមុនគឺជាអាវិដានឹងហើយដែលពីមុនគឺជានាងមានរូបរាងកម្មាប់ហើយលូវីក៏បានដាក់នាងមួយដៃត្រូវពោះនឹងឯងហើយនាងនៅពេលនេះគឺនាងស្អាតដោយសារតែនាងបានញ៉ាំជាមួយនឹងផ្លែឈើដែលធ្វើឲ្យនាងស្អាតហើយមិនត្រឹមតែប៉ុណ្្នឹងនោះទេមិនអាចអនាវាយត្រូវនាងទៀតនោះទេឥឡូវនេះនៅពេលនោះដែរនាងក៏បានចោទលូវីដូច្នេះហើយនាងក៏បាននិយាយទៅកាន់លូវីទៀតថាលូវីនឹងគួរតែទទួលខុសត្រូវក៏ដោយសារតែលូវីនឹងក៏បានវាយជាមួយនឹងនាងនឹងឯងនៅត្រង់នោះផងដែរយើងក៏បានឃើញជាមួយនឹងបាគីគឺពួកគេបានមកខ្លងសឹកជាមួយនឹងលូវីទាំងអស់គ្នាគឺមានអាវិដានិងបាគីដែលពួកគេក៏មានគំនុំជាមួយនឹងគ្នានឹងឯងហើយនៅពេលដែរគឺកូនចៅរបស់បាគីម្នាក់ក៏បានចាប់ជាមួយនឹងលូវីចូលទៅកន្លែងក្នុងការប្រហារជីវិតរបស់គាត់ហើយយើងកាត់មកកាន់កាព្យតែន Smoker វិញគាត់ក៏បានទទួលដំណឹងថានៅពេលនេះដែរគឺមានជាមួយនឹងចៅសមុទ្រជាច្រើនគឺបានទៅប្រជុំគ្នានៅកន្លែងប្រហារជីវិតរបស់ស្ដេចចៅសមុទ្រ Goldie Roger ចំណែកឯសាន់ជីនិងសូរ៉ូវិញនៅពេលដែលលើកថាលូហ្វីត្រូវបានគេចាប់បែបនេះគាត់ក៏បានបញ្ញាប់រត់ទៅកន្លែងរបស់លូហ្វីចំណែកកាព្យតែន Smoker វិញគាត់ក៏មិនបានទៅអីច្រើននោះទេគឺគាត់ចាំបាច់តែឈោមមើលឲ្យហើយសិនក៏ដោយសារគាត់គិតថាគឺចង់ឲ្យពពួកចៅសមុទ្រនឹងធ្វើការកាប់សម្លាប់គ្នាមកឆ្អែតសិនចាំគាត់ចុះបិទគូតតាមក្រោយចំណែកឯអាប៉ែលូវីវិញទោះបីជាមានរឿងអីកាត់ឡើងគឺគាត់នៅតែញញឹមចេញដដែលគឺគាត់មើលទៅពិតជាដូចជាមួយនឹងចៅសមុទ្រ Goldie Roger ខ្លាំងណាស់ហើយលូវីក៏បានស្រែកហៅជាមួយនឹងសូរ៉ូនិងសាន់ជីទៅពេលនោះហើយទើបយើងដឹងថាថាសនាក៏បានស្គាល់ថាអ្នកដែលនាងបានជួបនោះគឺជាសូរ៉ូនឹងឯងចំណែកឯកាព្យតែន Smoker ក៏បានមើលទៅកាន់លូវីដូចជា Goldie Roger ខ្លាំងណាស់នៅពេលនោះដែរក៏មានរំទះមួយដើម្បីបាញ់ជាមួយនឹងបាគីហើយក៏បានជួយជីវិតរបស់លូវីផងដែរហើយកាព្យតែន Smoker ក៏បានបញ្ជាជាមួយនឹងកងមារីនជាច្រើនដើម្បីធ្វើការចាប់ជាមួយនឹងក្រុមចៅសមុទ្រទាំងអស់នោះផងដែរគឺមិនឲ្យជាមួយនឹងពួកវាធ្វើការរត់ចេញនោះទេនេះគឺជាបញ្ជារបស់គាត់ហើយកាព្យតែន Smoker ក៏បានចាប់ជាមួយនឹងក្រុមអាវិដាព្រមទាំងបាគីផងដែរនឹងធ្វើការវាយជាមួយនឹងលូហ្វីប៉ុន្តែការវាយគ្នារបស់ពួកគេទាំងពីរនាក់នេះគឺលូវីគឺគ្មានគីឡូជាមួយនឹងកាព្យតែន Smoker នោះទេគឺគាត់បានញ៉ាំជាមួយនឹងប្រភេទផ្លែឈើដែលធ្វើឲ្យរាងកាយគាត់ដូចទៅនឹងធម្មជាតិបេះបិទតែម្ដងហើយកាត់មកកាន់អាប៉ែនេះវិញដែលជាកូនចៅរបស់បាគីផងដែរប៉ុន្តែគឺខ្ញុំបានភ្លេចឈ្មោះរបស់គាត់បាត់ទៅហើយពេលនេះគាត់ក៏បានចង់ដុតជាមួយនឹងទូករបស់លូហ្វីដែលជាទូកសានីប៉ុន្តែដោយសារតែមេឃភ្លៀងគឺវាមិនអាចដុតឆេះនោះទេហើយចំណែកឯតោរបស់គាត់វិញពេលនោះកំពុងតែឃ្លានខ្លាំងណាស់ហើយតោនឹងក៏បានឃើញជាមួយនឹងអាវុធគឺជាពងទាស្អុយដែលឧសពបាញ់ទៅរកគាត់ហើយដល់ពេលដែលបាញ់ទៅនោះវាក៏បានបែកហើយគាត់ក៏ឃើញបែបនេះអាតោហ្នឹងគឺកំពុងតែឃ្លានផងហើយគាត់ទៅរត់ទៅស៊ីដែរហើយឆ្ងល់ថងថាឲ្យម្ចាស់វាក៏អត់ប្រយោជន៍ម៉ែក៏ដាក់ចំណៃឲ្យតោក៏មិនដាក់ឲ្យដែរនោះទៅឲ្យគ្នាឃ្លានហាក់ហ្នឹងយើងកាន់មកកាន់លូវីសូរ៉ូនិងសាន់ជីវិញនៅពេលនេះដែរគឺពួកគេកំពុងតែធ្វើដំណើររត់ចេញពីតំបន់ Greenland ហើយនៅពេលនេះដែរគឺសូរ៉ូសាន់ជីនិងលូវីក៏បានទៅជួបជាមួយនឹងថាស៊ូណាហើយនាងក៏បានសួរទៅកាន់សូរ៉ូថាហេតុអ្វីបានជាសូរ៉ូនឹងកុហកនាងថាគាត់នឹងមិនមែនជាសូរ៉ូប៉ុន្តែសូរ៉ូក៏បានតបទៅកាន់នាងថាដោយសារតែនាងគឺអត់បានសួរគាត់នោះទេនៅពេលនោះដែរគឺនាងសុំឲ្យសូរ៉ូនឹងប្រយុទ្ធជាមួយនាងហើយសូរ៉ូគឺអត់បានថាអីនោះទេហើយសាន់ជីក៏បាននិយាយទៅកាន់សូរ៉ូថាបើមិនជាឯងហ៊ានធ្វើឲ្យនាងរបួសឯងច្បាស់ជាមានរឿងជាមួយយើងហើយ
ហើយសារ៉ូគឺមិនបានធ្វើអ្វីនាងនោះទេនៅពេលដែលគាត់ឈ្នះហើយសាធារណៈក៏បាននិយាយទៅកាន់សារ៉ូថាមកពីនាងស្រីមែនទេបានជាសារ៉ូនឹងអត់ធ្វើអ្វីនាងបែបនេះគឺការអន់ចិត្តនេះគឺដូចជាមួយនឹងខូរីណាដែលជាមិត្តភក្តិរបស់សារ៉ូផងដែរហើយពេលនោះដែរគឺពួកគេក៏បានប្រញាប់រត់ទៅកាន់ទូកសាន់នីបន្តទៀតមិនមែនទេគឺជាទូករបស់ Going Merry គឺទូកសាន់នីគឺនៅវគ្គបន្តទៀតដោយសារតែខ្ញុំនឹងក៏បានមើលជាមួយនឹងរឿង Luffy នឹងគឺចប់អស់ទៅហើយទើបខ្ញុំចេះតែច្រឡំជាមួយនឹងទូកសាន់នីក៏ដោយសារតែទូក Going Merry នេះវានឹងត្រូវបានខ្ទេចនៅវគ្គបន្ទាប់ទៀតហើយនៅយើងកាត់មកខាងណាមីវិញនៅពេលនេះដែរគឺណាមីកំពុងតែនៅលើទូកហើយក៏ត្រូវបានជាមួយនឹងក្រុមកងម៉ារីននឹងធ្វើការបាញ់ជាមួយនឹងទូក Going Merry ដើម្បីបន្លិចចោលប៉ុន្តែណាមីគឺនាងបានបើកជាមួយនឹងអាអីកណាត់នឹងធ្វើឲ្យទូកនឹងធ្វើការរត់គេចបាត់សិនទៅចំណែកឯសាន់ជីវិញក៏បានហោះទៅជួយជាមួយនឹងណាមីផងដែរហើយឧសពឃើញដូច្នេះឧសពក៏បានជួយជាមួយនឹងសាន់ជីក្នុងការបាញ់ប្រហារពួកគេផងដែរចំណែកកាព្យតែន Smoker និង Luffy វិញនៅពេលដែលដែរពួកគេកំពុងតែប្រយុទ្ធគ្នាប៉ុន្តែយើងមើលទៅកាន់ Luffy គឺវាយជាមួយនឹងកាព្យតែន Smoker ដូចជាអត់ចូលនោះទេដោយសារតែគាត់ក៏បានញ៉ាំផ្លែឈើដែលមានលក្ខណៈអស្ចារ្យជាង Luffy នឹងឯងគឺជាផ្លែឈើដែលធ្វើឲ្យគាត់នឹងប្រែខ្លួនទៅជាផ្សែងនៅពេលដែលកាព្យតែន Smoker ចាប់ជាមួយនឹង Luffy បានក៏មានជាមួយនឹងបុរសម្នាក់ដែលគាត់នឹងហើយគឺជា Monkey D Dragon គាត់គឺជាឪពុកបង្កើតរបស់ Luffy ប៉ុន្តែគឺគាត់គឺមិនអោយជាមួយនឹង Luffy ឃើញមុខរបស់គាត់នោះទេចំណែកឯ Luffy វិញតាំងពីកើតមកក៏គាត់មិនដែលឃើញមុខឪគាត់ដែរផងទើបដូច្នេះហើយគឺពួកគេគឺមិនបាច់ស្គាល់គ្នានោះទេប៉ុន្តែគឺ Monkey D Dragon គឺស្គាល់កូនគាត់ច្បាស់ណាស់ហើយពួកគេក៏បានចេញដំណើរចេញពីតំបន់ Grand Line នោះបាត់ទៅដោយ Luffy ក៏បានតោងជាមួយនឹងស្បូនដើម្បីហក់ទៅកាន់ទូករបស់ Going Merry វិញហើយកាត់មកកាន់ Captain Smoker វិញកំពុងតែសម្លឹងទៅមើលការចាក់ចេញរបស់សាន់ជីនិងក្រុមរបស់ Luffy ផងដែរនៅពេលនោះដែរគឺ Dragon ក៏បាននិយាយទៅកាន់កង Marine ថាគឺគាត់គឺជាឪពុករបស់ Luffy ហើយគាត់នឹងការពារកូនរបស់គាត់នៅពេលដែលពួកគេកំពុងធ្វើដំណើរទៅបន្តទៅមុខទៀតក្នុងការធ្វើបេសកកម្មហើយក៏មានជាមួយនឹងថ្មជាច្រើនធំធ្វើការបាំងផ្លូវរបស់ពួកគេហើយនៅពេលនោះដែរក៏មានជាមួយនឹងចរន្តទឹកដែលវាពិតជាខ្លាំងមែនទែនក្នុងការរុញជាមួយនឹងទូក Going Merry ហោះតាមឡើងទៅតាមភ្នំដើម្បីធ្វើទៅចុះទៅភ្នំមួយទៀតគឺនៅត្រង់នេះដែរវាមើលទៅវាពិតជាលយខ្លាំងមែនទែនហើយកាត់ជាមួយនឹងត្រីបាឡែនមួយនៅពេលដែរគឺវាបានស៊ីជាមួយនឹងទូកសាន់នីចូលទៅក្នុងពោះរបស់វាដូច្នេះហើយនៅពេលដែលចូលទៅដល់ក្នុងពោះរបស់ត្រីបាឡែននោះLuffyក៏បានឃើញជាមួយនឹងទិដ្ឋភាពមើលទៅដូចជាពិភពលោកខាងក្រៅអញ្ចឹងដែរនៅទីនោះយើងឃើញជាមួយនឹងតាចាស់ម្នាក់ហើយយើងឃើញជាមួយនឹងមឹកដ៏ធំផងដែរហើយនៅពេលដែរគឺត្រូវជាមួយនឹងអំប្រុសនោះធ្វើការបាញ់សម្លាប់វាបាត់ទៅតែអបប្រុសម្នាក់នេះរស់នៅក្នុងពោះរបស់ត្រីបាឡែននឹងជាយូរមកហើយឧសពក៏បាននិយាយទៅកាន់គាត់ថាគាត់នឹងសម្លាប់ជាមួយនឹងតាចាស់ម្នាក់ហ្នឹងដោយឧសពគិតថាគាត់គឺជាសត្រូវនឹងឯងប៉ុន្តែគាត់គឺជាអត់ខ្វល់ជាមួយនឹងឧសពនោះទេហើយក៏បាននិយាយទៅកាន់ឧសពវិញថាបើសម្លាប់មកគឺគាត់នឹងស្លាប់ឲ្យមើលហើយគាត់ក៏បាននិយាយទៅកាន់ក្រុមរបស់ Luffy ថាពួកឯងមិនបាច់ភ័យនោះទេក៏ដោយសារតែនៅខាងមុខនោះគឺជាទ្វារសម្រាប់ចេញនឹងឯងចំណែកត្រីបាឡែននេះវិញក៏បានយកក្បាលរបស់វាទៅបុកជាមួយនឹងថ្មហើយអមនោះក៏បានឡើងទៅខាងលើដើម្បីជួយចាក់ថ្នាំរងាប់អារម្មណ៍របស់វាហើយអង្កាត់មើលបរោះនឹងស្ត្រីពីរនាក់នេះវិញដែលពួកគេក៏បានធ្លាក់ចូលមកក្នុងពោះរបស់ត្រីបាឡែននឹងផងដែរហើយពួកគេក៏មានអំណរក្នុងការបាញ់ជាមួយនឹងកំភ្លើងដើម្បីសម្លាប់ត្រីបាឡែននេះផងដែរប៉ុន្តែត្រូវបានជាមួយនឹងអំប្រុសទាំងពីរនាក់នឹងធ្វើការចាប់ជាមួយនឹងពួកគេនិងវាយពួកគេឲ្យសន្លប់បាត់ទៅគឺជា Luffy មិនមែនតាចាស់នឹងទេដែលអំប្រុសម្នាក់នេះក៏បានទៅកាន់ក្រុមរបស់ Luffy ថាអាពីអានឹងគឺវាមកពីភូមិមួយដែលមានឈ្មោះថា Whiskey Park ថាវាចូលចិត្តក្នុងការប្រមាញ់ជាមួយនឹងត្រីបាឡែនដើម្បីយកទៅឲ្យអ្នកភូមិរបស់វាធ្វើការញ៉ាំដោយសារតែអ្នកភូមិរបស់វាគឺធ្វើការដាច់បាយជាច្រើនខែមកហើយយើងមកមើលប្រវត្តិជាមួយនឹងត្រីបាឡែននេះវិញដែលគាត់បានមានឈ្មោះថាឡាប៊ូននៅថ្ងៃមួយគាត់គឺជាកូនក្មេងនោះទេហើយគាត់ក៏បានជួបជាមួយនឹងក្រុមចៅសមុទ្រមួយក្រុមដែលក្រុមចៅសមុទ្រនោះគឺជាក្រុមចៅសមុទ្រល្អនោះ
ទេហើយវាក៏បានរត់លេងជាមួយនឹងក្រុមចៅសមុទ្រនោះដែរជាធម្មតាគឺត្រីបលាយហ្នឹងគឺវាចូលចិត្តរស់នៅតាមក្រុមប៉ុណ្ណោះតែអត់ដឹងថាអូនវាបែកងាងហើយបានវាមកបៃវងហើយមកលេងជាមួយនឹងក្រុមចៅសមុទ្របែបនេះចំណែកក្រុមចៅសមុទ្រនោះដែរនៅពេលដែលឃើញកូនត្រីបលាយនេះមកលេងជាមួយនឹងក្រុមរបស់ពួកគេក៏មិនបានចាប់វាយកទៅខ្វៃនោះដែរហើយពួកគេក៏បានលេងជាមួយនឹងវាហើយក៏បានសន្យាជាមួយនឹងឡាប៊ូនថានៅខាងមុខគាត់នឹងមកលេងជាមួយនឹងឡាប៊ូនបន្តទៀតក៏ប៉ុន្តែគឺមិនបាននោះទេដោយសារតែ50ឆ្នាំមកហើយឡាប៊ូនក៏បានធ្វើការចាំជាមួយនឹងក្រុមចៅសមុទ្រនេះលេងជាមួយនឹងខ្លួនគឺចាំបាត់ស្ងាត់ឈឹងក៏ដោយសារតែក្រុមចៅសមុទ្រមួយនេះគឺត្រូវបានស្លាប់បាត់ទៅហើយអញ្ចឹងហើយនេះគឺជាប្រវត្តិរបស់ត្រីបាឡែនឡាប៊ូននេះហើយគឺជាមូលហេតុដែលវាចេះតែយកក្បាលរបស់វាទៅបុកជាមួយនឹងច្រាំងថ្មដើម្បីរងាប់អារម្មណ៍នៅពេលដែលវាគិតថាគឺផ្ទាំងថ្មនឹងហើយដែលបានហាមឃាត់ជាមួយនឹងក្រុមចៅសមុទ្រដែលមិនឲ្យមកជួបវានោះឯងហើយនៅពេលដដែលលោកវីក៏បានហក់ទៅដាក់វាមួយជើងហើយក៏បាននិយាយទៅកាន់វាវិញថាឯងត្រូវតែឈប់យកក្បាលរបស់ឯងទៅបុកជាមួយនឹងអាផ្ទាំងថ្មនេះទៀតហើយវានឹងមកលេងជាមួយនឹងឡាប៊ូននេះគឺជាលូវីនឹងហើយនឹងលូហ្វីក៏បាននិយាយថាដើម្បីជាការសន្យាគាត់នឹងសាក់រូបរបស់គាត់គឺជាក្រុមរបស់គាត់ដើម្បីមកលេងជាមួយនឹងឡាប៊ូននៅថ្ងៃក្រោយដូច្នេះហើយឯងត្រូវតែឈប់យកក្បាលរបស់ឯងទៅបុកជាមួយនឹងផ្ទាំងថ្មដើម្បីកុំឲ្យអាលុបជាមួយនឹងរូបសាក់របស់យើងហើយនៅពេលនោះដែរលោកថារបស់ណាមីនាងក៏បាននិយាយទៅកាន់ក្រុមរបស់គ្នារបស់នាងថានៅពេលនេះដែរគឺលោកថារបស់នាងគឺបានខូចបាត់ទៅហើយមិនមែនខូចនោះទេគឺវាបាត់ទៅហើយហើយពេលនោះដែរគឺជាមួយឃើញជាមួយនឹងត្រីវិស័យណាមីក៏បាននិយាយទៅកាន់ពួកគេថាគឺលោកថានេះគឺមិនដឹងថាមានបញ្ហាអ្វីនោះទេគឺវាបានបើជុំចុះឡើងប៉ុន្តែអំប្រុសក៏បាននិយាយទៅកាន់នាងថាគឺមិនមែននោះទេក៏ដោយសារតែនៅទីនេះគឺមានជាមួយនឹងកោះជាច្រើនហើយវាក៏បានវើខ្ញាតែអញ្ចឹងធម្មតានោះទេហើយគាត់ក៏បានឲ្យប្រាប់ទៅកាន់ណាមីថាគាត់នឹងឲ្យជាមួយនឹងត្រីវិស័យមួយដើម្បីទៅឲ្យនាងក្នុងការឲ្យនាងនឹងធ្វើការយកទៅឲ្យនឹងគាត់ហើយក៏បានបញ្យកជាមួយនឹងត្រីវិស័យនោះផងដែរប្រាប់ទៅកាន់ណាមីហើយណាមីក៏បានត្រឹមតែឆ្ងល់តែវាហ្នឹងវាអាម៉េចចំណែកអាប៉ែលូហ្វីវិញអាប៉ែហ្នឹងក៏រៀបកាយងត់ជាមួយនឹងត្រីដំរីដែលសាន់ជីហ្នឹងគឺបានប្រកួតឈ្នះនៅតំបន់ក្រែនឡាញនោះផងដែរហើយយើងក៏បានឃើញជាមួយនឹងកោះអាត់កំបាំងមួយដែលមិនទាន់មានជាមួយនឹងចៅសមុទ្រណាបានទៅដល់ទីនោះទេទោះបីជាចៅសមុទ្រ Goldie Roger ផងដែរចំណែកឯ Luffy វិញគាត់ពេលនេះកំពុងតែញ៉ាំជាមួយនឹងសាច់ត្រីនោះគឺអាលីងបាត់ទៅហើយគឺគាត់អត់មានទុកឲ្យណាគេនោះទេនៅពេលដែលឃើញបែបនេះក៏ធ្វើឲ្យតាន់ជឿពិតជាមុំមកជាមួយនឹង Luffy ខ្លាំងណាស់ហើយក៏បានទាត់ជាមួយនឹង Luffy នឹងមួយជើងធ្វើឲ្យបាក់ខ្ទេចជាមួយនឹងត្រីវិស័យរបស់ណាមីខឹងជាមួយនឹងពួកគេទាំងពីរក៏បានទាត់ពួកគេនឹងធ្លាក់ទឹកប៉ុន្តែគឺត្រូវបានជាមួយនឹងគ្នារបស់នាងធ្វើការទៅជួយជាមួយអាពីរអ្នកនោះយកមកលើវិញអូមិនមែនគ្នាគាត់នេះគឺជាត្រីបាឡែននឹងឯងហើយសាជីនៅពេលដែលឃើញស្រីស្អាតក៏អត់គិតថានៅកន្លែងហ្នឹងវាគ្រោះថ្នាក់អីនោះទេក៏បានទៅញ៉ាយជាមួយនឹងនាងផងដែរហើយមើលទៅនាងដូចគ្មានស្អាតអីផងនាងធម្មតាមិនស្រីស្អាតប៉ុន្តែអាប៉ែសាន់ជីវារមុំស្រីអញ្ចឹងឡយនៅពេលដែលពួកគេទាំងពីរនាក់ក៏បានពឹងឲ្យជាមួយនឹងក្រុមលូហ្វីក្នុងការជួនរបស់ពួកគេទៅកាន់ភូមិ Whiskey Park ផងដែរប៉ុន្តែគឺតាចាស់ក៏បានប្រាប់ទៅកាន់ពួកគេថាកុំជឿចិត្តពួកគេអីដោយសារតែអាពាហ៍ហ្នឹងគឺវាពិតជាមានល្បិចច្រើនណាស់ដូច្នេះហើយរឿងនេះក៏បានមកដល់ទីបញ្ចប់ផងដែរអរគុណ